ចាប់ផ្ដើមផ្លុំកញ្ចែឲ្យកែបាល់ចេញពីអញ្ញាកដាលមកពីបូស្នៀនហេសេកូវីណាឥឡូវយូទូសនាទាត់ផ្ដាច់មកជើងមកបានខាងលើសេមេដូលើកចូលទប់ពី Bruno Fernandes no goal បាត់ប្លុកឥឡូវទៅពីលីអាវទាត់មកជើងជាលើកទី2ទាត់ជាលើកទី3បាល់នេះចេញទៅខាងក្រៅអត់ចំពេញជើងទេអ្នកណាអ្នកទាត់មិនមើលមិនទាន់អាមិនចេះបាទគ្រូបង្វឹក Roberto Martinez ទីកាលយើងទស្សនាចាប់ផ្ដើមបុកចាប់ផ្ដើមដាក់កីឡាករពេញណែនអត់ទៅបដូរមួយទេបើពុទ្ធកាលគឺណែនលាវឡាត់ឡមកក្រោយទាត់មកជើងស្ដាំមួយទៀតណាឱកាសទាត់បាល់មកសេរីគឺ free kick ពី Bruno តា Renato Veiga goal ពុទ្ធកាលនាំមុខមួយគ្រាប់ទៅលើអាមេនីដោយ Renato Veiga របស់តោខៀវរកបានមួយគ្រាប់ហើយមិនឲ្យចាញ់ហុងគ្រីទេហុងគ្រីសុទ្ធមួយគ្រាប់ទៅលើអៀឡង់គំរាមប៉ូទុយហ្គាល់ដាក់លិតទៅលើអាមេនីអត់ឲ្យចាញ់ជាមួយនឹងហុងគ្រីទេខ្ជិលខ្វល់ហុងគ្រីសុទ្ធ100គ្រាប់ទៀតក៏ប៉ូទុយហ្គាល់លេខ1ដែរឲ្យទៅឈ្នះ 1-0 យើងទស្សនាឡងតែតបញ្ចូលទីពេលប្រយ័ត្ន offside ទេ Bruno លើកផ្ទះចេញតែតលក់ពី Renato Veiga ខ្សែការពាររបស់ប៉ូទុយហ្គាល់តែតមួយក្បាលកន្លែងនេះគឺឆ្ងាញ់ណាស់អ្នកចាំទីងើបមិញទាន់មកដួលហើយដងបាទអាយ៉ាទៅពីស្លាប់ខាងស្ដាំបាល់នេះអាយ៉ាដួលខ្លួនឯងអោការរបស់អាម៉ាណេស្មើអូបិទមិនជាប់ឲ្យអាមេនីសុទ្ធបានមួយស្មើបាទសម្រាប់ក្រុមអាមេនីគ្មានបានសុទ្ធមួយជើងទេមកម្ដងនឹងឲ្យគត់បាទតែម្ដងនឹងឲ្យបានមកគ្រាប់លេងឡើងមួយថ្ងៃហើយគ្មានបានឱកាសណាទៅទេនឹងមកបានគ្រាប់បដ ாய் ដល់កវិញបើយកមកយ៉ានបញ្ជូនឲ្យយ៉ានសុទ្ធចូលភ្លុចជាប់តម្រងបាទកីឡាករអាយយកាត់ប្រភ្លាមទៅអាយយទាត់ស្ដាមអូយមិនចូលទេទៅសុទ្ធបបុកអ្នកចាំទី Gonzalo Ramos ស្ដាយយើងទស្សនាកាត់នឹងស្អាតពេក Ramos អូគ្រាប់ទី2រមិនឃើញទេអាយ៉ាហុចដងលបាល់យោហុចដងទៅឲ្យ Gonzalo Ramos 2-1ប៉ូទុយហ្គាល់នាំមុខទៅលើអាមេនីលេងកំ pl ែងជាមួយនឹង Gonzalo Ramos ពីក៏មិនដាក់ថាប៉ូទុយហ្គាល់ម្នាក់មួយមើលឬក៏មិនទងជាតិប៉ូទុយហ្គាល់ក៏បានដែរលេខ9រ៉ាន់លេខ9គឺសូរ៉ុបយ៉ានបញ្ជូនទៅឲ្យ Gonzalo Ramos សុទ្ធនឹងគេហៅថាបកជែកឲ្យគេហូបបាទ Gonzalo Ramos គាត់កំពុងឃ្លានជែកភ្លុចផ្លឹបបាទ2-1ស្មើឡើងអត់ពូបើស្មើអាហ្នឹងចាំមើលលទ្ធផលហុងគ្រីជាមួយនឹងអៀឡង់ពីប៉ូទុយហ្គាល់ជ្រែកល្អទប់បាល់បានបញ្ជូនចូល Fernandes ទាត់ស្ដាមជ័យរបស់ប្រទេសប៉ូទុយហ្គាល់ទេណែអ្នកដែលមានគុណសម្បត្តិគឺ Nelson Semedo បញ្ជូនចូលប្រទះក្រោយមកចៅ Neves អូយសុទ្ធស្អាតម្លេះលោកអើយណែបញ្ជូនចូលមកក្រោយបញ្ជូនមកបន្តិចមកអូយ៉ាយលួនពេកបាល់នេះភ្លេចបន្ទោចង្វាក់នៃការបញ្ជូនចង្វាក់នៃការសុទ្ធចង្វាក់នៃការឆក់លឹបឆ្ងាញ់គ្រប់យ៉ាងបើសម្រាប់ប៉ូទុយហ្គាល់ថ្ងៃនេះអ្នក under បានហើយទាញពី Fernandes Bruno លើកចូលឲ្យមកតែទាត់បញ្ជូនស្ដាមអូយហេតុអីក៏មិនចូលគ្រាប់ទី4មិនអាចរកគ្រាប់បាល់បានទេបានត្រឹមបាល់ជ្រុងទៀតបងប្អូនខ្ញុំថា3ទៀតហ្នឹងខ្ញុំជឿចាំមើលអូអ្នកចាំទីផ្ទះចេញបាទឥឡូវកັບមួយពី Bruno បញ្ជូនចូលទៅបានកណ្ដាលល្អណាស់ឱកាសទាញស្ដាំចៅ Cancelo បុកបកលទីអូយចៅ Cancelo Bernardo ធ្វើការបញ្ជូនចូលទាត់បញ្ជើងឃ្លៀបខ្សែការពារបានមុន
ប៊ីសទៀតបាទប៊ីស5គ្រាប់ចុងបាទវគ្គទី1នេះទម្លាក់មកក្រោយ Ruben Dias បញ្ជូនមកស្ដាំដៃឲ្យមក Bernardo Silva ជាបន្ត Bernardo បញ្ជូនចូលទាត់ពី Bruno ជ្រុងជាលើកទី2បានមក Portugal ណាឆ្ងាញ់ស្រែកណាស់លោកអើយថ្ងៃនេះខ្ញុំបន់ឲ្យ World Cup ឆាប់មកបាទឆ្ងាញ់ស្រែកដែរលោកអើយបាទមាន Ronaldo ទៀតមិនដឹងឆ្ងាញ់យ៉ាងម៉េចទេថ្ងៃនេះឆ្ងាញ់មែនខ្ញុំមិនដែលមានអារម្មណ៍ថាមាន power ដូចថ្ងៃហ្នឹងបងប្អូនយើងបាទ power ពេញហ្មងថ្ងៃនេះបាទបើស្រែករបូតកឡោតបាត់ណែ Bruno នៅសល់ Bruno លើកចូលតែមួយក្បាលអត់ដល់ទេកន្លែងនេះអាម៉េចពេលណាំងទីហើយសុតឲ្យដល់អីសុតទៀតលួងចិត្តអ្នកគ្រប់ត្រូលចាញ់អៀកឡង់ឯមុនសុតទៀត Bruno Fernandes ជ្រុំទាត់5គ្រាប់5-0ទេ6មិន5-0ទេ6បាទ Bruno បានមកគ្រាប់គេដែរហើយអូខេតង់ទី1 5-1 Fernandes សុទ្ធស្អាត Bruno អូខេឯកភាពជ្រុំ Bruno ទាត់លក់ផ្លឹបគ្រាប់ទី5គ្រាប់ទី5បាទ5-1 QR មកបាត់ដំបងផ្ទះខ្ញុំមែនអីឥឡូវ5-1ហើយតើណានេះ QR ទៅពី Gonzalo Ramos បញ្ជូនមកឆ្វេងដៃឲ្យមក Rafael Leao ទាញទាត់អូយអត់ចូលទេគ្រាប់ទី6ឥឡូវទៅវិញហើយពី Amini ទៅទៀតហើយ Bruno Fernandes បាញ់ចាប់លោកអើយនេះណាអូចៅ Cancelo សោះមកពីងាយស្មាន Bruno បាញ់ចាប់2ដងចៅ Cancelo ខ្ញុំចាំបានកន្លែងនេះទាញដាច់មកមិនសុទ្ធឲ្យបុកអ្នកចាំទីហ្មងទៅបើថាពិបាកសុទ្ធបាញ់ចាប់ឲ្យចៅអើយអរគុណបងប្អូនយើងបាទលឺហើយអរគុណច្រើនសម្រាប់ការជ្រើសរើសយក CT Sport made from Singapore អត់អីទេអូមួយទៀតបាត់ហើយ6គ្រាប់ទល់នឹង1ឥឡូវមើលកាហ្វេ Bruno Fernandes សុទ្ធគ្រាប់ទី6ឲ្យមក Portugal ណាសុទ្ធទៀតសុទ្ធឲ្យច្រើនមកសុទ្ធណាសុទ្ធឲ្យច្រើនមកសុទ្ធប្រមាណខ្ញុំយកប៉ុណ្្នឹងណាលេង Portugal នៅជំនួស World Cup ហ្នឹងគាត់លេងបាន5ប្រកួតតែថ្ងៃមុនអត់បានលេងទេណែ Bruno អូសុទ្ធអញ្ចឹងមកណែជាងទស្សនាទាញតិចមកពី Gonzalo Ramos ទាញទៅប៉ាសេមកឆ្វេង Bruno ទាត់យកហ្មងមកប៉ះហ្នឹងសុទ្ធយកហ្មងខ្ជិលទុកយូរនាំជូរជ្រិញឲ្យអ្នកចាំទីយ៉ានផ្ដួលខ្លួនបាទលហើយឃ្លៀកហ่ะបាទមួយទៀតហើយបាទ6គ្រាប់ទល់នឹង1 Portugal លុតដល់កហើយបាទទេបាយយ៉នណាបងប្អូនបាទខ្ញុំមានអារម្មណ៍ថា8-2មែនលើកចូលតែមួយក្បាលផ្ទះចេញបានអញ្ញាកដាលពីនៃរូបភាពកន្លែងនេះម៉ែរូបភាពនៃការបញ្ជូនឲ្យ Bruno សុទ្ធយកហ្មងលឹបគ្រាប់ទី6ទៅវិញឱកាសរបស់ Portugal ទាត់ឆ្វេងស្រាលកៅឱកាសបែបាត់គ្រាប់ទី7ឆែក VAR មើលកន្លែងនេះចង់ offside អត់ offside ទេបាទកលហ្វបដួលបាត់ហើយទាត់ជើងគេពីក្រោយមើលមកទាត់ពីក្រោយឲ្យមកឲ្យបែមិនកើតបែនឹងទី 100% បាច់ check VAR ទេ Bruno Sot បាន7គ្រាប់ទល់នឹង1 7 ទល់នឹង1ដោយ Bruno Fernandes hat trick
ទស្សនាកន្លែងនេះលូកផ្ទះមកចំខ្យល់បាល់ដែរក៏ប៉ុន្តែបាល់បឿនលឿនជាងកម្លាំងលឿនជាងផ្ទះអត់ដល់ខំបន្តិច Bruno Fernandes បាទលូតត្រូវឲ្យឡង់ដែរតាដល់អត់ដល់ដៃខ្លីតវែងបន្តិចអត់បាទលើកតែមួយក្បាលផ្ទះចេញបានអូយវិនៅទៀត Bruno លើកចូលតែចូលទាត់ស្ដាមចូល8គ្រាប់អូខេបដោយឲ្យសុទ្ធមួយវិញមកត្រូវគ្នាបងណាយេចង់បាន8មែនពុទ្ធកាលខ្ញុំដឹងណាមើលចង្វាក់នៃការលេងមកយើងដឹងថាចង់សុទ្ធ8គ្រាប់បដោយមិនគួរជឿបងប្អូនបាទលើកមកស្ដាំដៃល្អណាឱកាសគ្រាប់ទី9កាត់ចូលអាយ៉ាកាប់ទាត់ឆ្វេងអត់ចូលលេងសុទ្ធអីចឹងវិញកាន់ស៊ីកៅបាល់ប៉ុណ្្នឹងបាទឱកាសរបស់ក្រុមប៉ូទុយហ្គាល់ឱកាសបញ្ជូនទាត់ឲ្យគ្រប់9មកអើយលាក់មកក្រោយគ្នាទៀត Bruno បញ្ជូនចូល Bruno ឱកាសទាត់អត់ចូលទៀតនៅរូបភាព Felix សុទ្ធតៃណាទេលោកព្រះហើយមកស្អាតដែរសុទ្ធទៅបាញ់ចាប់ណានោះវិញបាទអស់ម៉ោងហើយចៅ Felix បញ្ជូនចូលឱកាស Bruno ចូលអ្នកណាចេះអូមែន Bruno ផងអូយ9គ្រាប់បងប្អូនយើងបាទ